ភ្លេចដាក់ងាយស្រង់ឲ្យសោះពីព្រោះវាជួយបានទាំងទ្រព្យសម្បត្តិបងប្អូនមិនឆ្លុះប្រកែកគ្នាប៉ុន្តែយើងកុំគួរដាក់ទឹកក្រូចឆ្មាអំបិលម្រេចឲ្យសោះពិធីបុណ្យសែនឆេងមេងឬក៏ពិធីសែនភ្នោកំពុងតែឈានចាត់ចូលមកដល់សម្រាប់អ្នកដែលជាកូនចៅចិនឬក៏ជាជនជាតិចិនក៏ដោយគឺនាំគ្នារៀបចំកម្មវិធីដើម្បីជួបជុំគ្នានិងធ្វើដំណើរពីផ្លូវឆ្ងាយដើម្បីមកសែនភ្នោនិងសម្អាតភ្នោជុំគ្នាការសម្អាតភ្នោនិងការរៀបចំសំណាញ់សែនជូនជីដូនជីតាគឺដើម្បីបង្ហាញអំពីការរំលឹកគុណរបស់ខ្លួនចំពោះបុព្វការីជនហើយការរៀបចំអាហារទៀតសោតគឺតែងតែមានមាន់ជ្រូកទាបន្លែផ្លែឈើយ៉ាងច្រើនផងដែរប៉ុន្តែកុំភ្លេចឲ្យសោះនៅមុខម្នួយអាហារសមុទ្រមួយគឺងាវស្រស់ដែលត្រូវបានគេចាត់ទុកជាសំណែនដ៏សំខាន់សម្រាប់បុណ្យឆេងមេងឆ្នាំនេះងាវស្រស់វាពិតជាសំខាន់សម្រាប់សែនឆេងមេងឆ្នាំនេះពីព្រោះងាវគឺវាតំណាងឲ្យភាពស្ងប់ស្ងាត់ភាពរក្សាទុកនូវទ្រព្យសម្បត្តិភាពរក្សានៃការស្រឡាញ់សាច់ឈាមរបស់ខ្លួនក្នុងនោះកុំឲ្យមានចំនួនរវាងបងប្អូនទៀតផងងាវស្រស់មួយចានអាចដាក់សែនជាមួយនឹងគ្រឿងសំណែនផ្សេងៗជាធម្មតាតែកុំដាក់ផ្សំរសជាតិហឹរចូលឲ្យសោះប៉ុន្តែនៅពេលដែលសែនហើយបងប្អូនអាចយកងាវនោះមកពិសាជាមួយនឹងទឹកម្រេចបានជាធម្មតាពេលសែនចប់ប្រក់ភ្នូចប់ដុតក្រាស់ដាស់សែនរួចរាល់អស់ហើយបងប្អូនអាចប្រមូលគ្នាមកហូបងាវក្នុងម្នាក់3ទៅ5គ្រាប់តាមជាក់ស្ដែងហើយសម្បកងាវត្រូវតែបោះនៅពីមុខភ្នោនោះរៀងៗខ្លួនធ្វើបែបនេះគេមានជំនឿថាទី1ធ្វើឲ្យកុងម៉ាអាចដឹងអំពីកូនចៅណាខ្លះមកសែនភ្នោរបស់គាត់ទី2ធ្វើឲ្យភ្នោកុងម៉ាមានភាពត្រជាក់ត្រជុំហើយក៏ត្រជាក់ដល់កូនចៅផងដែរទី3គឺរក្សានៅទ្រព្យសម្បត្តិកូនចៅឲ្យនៅគង់វង្សបន្ទាប់មកទៀតខ្ញុំមកបង្ហាញអំពីអត្ថន័យនៃការសែនផ្លែឈើនិងម្ហូបអាហារមួយចំនួនដែលយើងមិនអាចខ្វះបានក្នុងថ្ងៃឆេងមេងដំបូងគឺផ្លែឈើសម្រាប់សែនអ្វីដែលយើងមិនអាចខ្វះបាននោះគឺចំនួន6មុខគឺផ្លែចេកសំដៅទៅដល់ការបកហៅនៅនាំនេះសំណាចូលដល់កូនចៅពេញក្នុងផ្ទះផ្លែប៉ោមសំដៅឲ្យភាពសុខសប្បាយភាពសុវត្ថិភាពផ្លែសេរីសំដៅទៅដល់ភាពនាំលាភសំណាងក្រូចប៉ោមមាសសំដៅទៅមហាមង្គលផ្លែទំពាំងបាយជូរសំដៅទៅដល់ការកើនឡើងនៃភាពចម្រុងចម្រើនngកូនចៅផ្លែមៀនគឺតំណាងឲ្យភាពមានបានភាពជោគជ័យនិងមានលៀបមានគ្រប់យ៉ាងទាំងអស់សម្រាប់ម្ហូបអាហារវិញអាហារដែលយើងមិនអាចខ្វះបាននោះគឺមីឆាតំណាងឲ្យជូនពរដល់អ្នកដែលរស់នៅគឺមានអាយុវែងឆាបន្លែគ្រប់មុខមួយចានស្មើឲ្យបងប្អូនក្នុងផ្ទះចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាម្ហូបចាប់ឆាយគឺតំណាងឲ្យភាពសាមគ្គីភាពស្រឡាញ់គ្នាភាពចេះជួយគ្នានៅក្នុងក្រុមគ្រួសារនំពងទាឡើងគឺតំណាងឲ្យភាពរីកចម្រើនភាពមានបាននិងរស់ស៊ីកាន់តែទៅមុខនិងជាបំពងដែលគេតំណាងឲ្យជារំលឹកមាសជាដុំមាសដែលយើងតែងតែសែនតំណាងឲ្យភាពមានបានចម្រុងចម្រើនចូលក្នុងក្រុមគ្រួសារទាំងអស់នេះគឺជាម្ហូបអាហារមួយចំនួនដែលជាទូទៅគឺតំណាងនៅមានអត្ថន័យរបស់វាដែលយើងតែងតែសែនក្នុងថ្ងៃឆេងមេងឬក៏សែនក្បាលទឹកដូច្នោះហើយបានជាគេឆ្ងល់ថាហេតុអ្វីឲ្យតែដល់ថ្ងៃសែនឆេងមេងឬសែនក្បាលទឹកតែមានមុខម្ហូបដដែលជានិច្ចតាមពិតទៅជាប្រពៃណីរបស់ប្រជាជនចិនដែលគាត់មានជំនឿលើម្ហូបអាហារទាំងអស់នេះលោកអ្នកអាចជឿនិងពិចារណាទៅតាមការគោលហើយបើសិនចូលចិត្តវីដេអូរបស់ខាងយើងខ្ញុំសូមជួយចែក Subscribe និងចុច Like ហើយ Share នៅវីដេអូទាំងអស់នេះដើម្បីទទួលបាននូវវីដេអូក្រោយៗទៀត